សូមស្វាគមន៍មកកាន់ព័ត៌មានប្រចាំថ្ងៃពី The Khmer Today លោក Donald Trump ផ្ញើលិខិតជូនសម្ដេចធិបតីហ៊ុនម៉ាណែតអញ្ជើញកម្ពុជាចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពនិងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សានេះនៅយប់ថ្ងៃពុធនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់សម្ដេចថាសម្ដេចទទួលបានលិខិតផ្លូវការពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានអញ្ជើញកម្ពុជាឲ្យចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពយោងតាមលិខិតផ្លូវការរបស់សេតវិមានចុះនៅថ្ងៃទី16ខែមករាឆ្នាំ2026លោកប្រធានាធិបតី Trump បានស្នើឲ្យកម្ពុជាក្លាយជារដ្ឋសមាជិកស្ថាបនិកនៃអង្គភាពអន្តរជាតិថ្មីមួយនេះដែលនឹងត្រូវបង្កើតឡើងក្រោមរដ្ឋបាលគ្រប់គ្រងអន្តរកាលដើម្បីដោះស្រាយជម្លោះនិងកសាងសន្តិភាពពិភពលោកខ្លឹមសារក្នុងលិខិតបានបញ្ជាក់ថាគំនិតផ្ដួចផ្ដើមនេះគឺជាផ្នែកមួយនៃផែនការគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់ជម្លោះនៅកាសាដែលត្រូវបានប្រកាសកាលពីខែកញ្ញាឆ្នាំ2025និងត្រូវបានគាំទ្រដោយសេចក្តីសម្រេចចិត្តលេខ2803របស់ក្រុមប្រឹក្សាសន្តិភាពអង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិភាពនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំមេដឹកនាំពិភពលោកឲ្យមកចូលរួមទទួលខុសត្រូវរួមគ្នាក្នុងការធានាឲ្យបាននូវស្ថិរភាពសកលប្រកបដោយនិរន្តរភាពលោកប្រធានាធិបតីត្រាំក៏បានអញ្ជើញកម្ពុជាឲ្យធ្វើជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពតាមរយៈការចុះហត្ថលេខានិងផ្ដល់សច្ចប័នលើឯកសារច្បាប់ដែលបានភ្ជាប់មកជាមួយលិខិតអញ្ជើញនោះជាការឆ្លើយតបសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានសម្ដែងនៅការទទួលស្គាល់ចំពោះការអញ្ជើញនេះប៉ុន្តែពុំទាន់មានការបញ្ជាក់ជាផ្លូវការថាកម្ពុជាព្រមចូលរួមតាមសំណើនេះឬក៏យ៉ាងណាឡើយពីខ្ញុំបាទពៅណាគ្រីសូមអរគុណអ្នកងារសារព័ត៌មានអន្តរជាតិអាល់ចាសេរ៉ាទម្លាយថាប្រាសាទបុរាណខ្មែររងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារចំនួនព្រំដែនខណៈដែលថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់ភ្នាក់ងារព័ត៌មានអាល់ចាសេរ៉ាបានទម្លាយឲ្យដឹងចំថាប្រាសាទបុរាណខ្មែរនៅតាមបណ្ដាលព្រំដែនកម្ពុជាថៃបានរងការខូចខាតដោយសារការប្រយុទ្ធគ្នាជុំវិញចំនួនទាមទារអធិបតេយ្យភាពដែនដីដ៏រ៉ាំរ៉ៃនៅក្នុងតំបន់ដែលមានវត្តមានយោធាយ៉ាងច្រើននិងភាគច្រើនត្រូវបានហាមឃាត់មិនឲ្យចូលលោកតូនីឆេងអ្នកយកព័ត៌មានរបស់ភ្នាក់ងារអាល់ចាសេរ៉ាដែលស្ថិតក្នុងចំណោមអ្នកសារព័ត៌មានដែលកងទ័ពថៃនាំទៅកាន់តំបន់នោះបានធ្វើសេចក្តីរាយការណ៍ថាប្រាសាទខ្មែរដ៏ស្រស់ស្អាតត្រូវបានបំផ្លិចបំផ្លាញនិងរងការខូចខាតដែលតំបន់ខ្លះយោធាថៃបានហាមឃាត់មិនឲ្យចូលទៅជិតឡើយសំណួរត្រូវបានចោទឡើងថាតើភាគីថៃនឹងបកស្រាយប្រាប់ពិភពលោកបែបណាខណៈដែលសារព័ត៌មានយក្សមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទដែលខ្លួនកំពុងចូលកាន់កាប់នេះគឺជាប្រាសាទរបស់ខ្មែរទន្ទឹមនឹងនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាក៏បានចេញសេចក្តីតវ៉ាជាថ្មីម្ដងទៀតប្រឆាំងនឹងសកម្មភាពរបស់យោធាថៃលើប្រាសាទតាក្របីនិងប្រាសាទមួយចំនួនទៀតដោយស្នើឲ្យបញ្ឈប់រាល់សកម្មភាពបំផ្លិចបំផ្លាញនិងគម្រោងនានាជុំវិញប្រាសាទតាក្របីដែលជាកម្មសិទ្ធិស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាជាមួយគ្នានេះដែរក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក៏បានបង្ហាញជំហរតស៊ូមតិយ៉ាងម៉ឺងម៉ាត់លើការចូលកាន់កាប់តំបន់មួយចំនួនដែលជាអធិបតេយ្យភាពរបស់កម្ពុជាពីសំណាក់ភាគីថៃងាកទៅមើលខាងភាគីថៃវិញបែរជាបង្ហាញភាពអាត្មានិយមដោយនៅតែប្រកាន់ជំហរថាប្រាសាទទាំងនេះជារបស់ខ្លួនដែលផ្ទុយស្រឡះពីការផ្សាយនិងសេចក្តីរាយការណ៍របស់សារព័ត៌មានអន្តរជាតិធំៗដូចជាអាល់ចាសេរ៉ាជាដើមសកម្មភាពនេះបានកើតឡើងទោះបីជាកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ GBC និងគណៈកម្មាធិការព្រំដែនចម្រុះ JBC មិនទាន់មានការសម្រេចលើការកំណត់ព្រំដែនឲ្យបានច្បាស់ក្នុងតំបន់នេះនៅឡើយក៏ដោយពីខ្ញុំបាទពៅណាគ្រីសូមអរគុណគ្រាប់មីនមិនទាន់ផ្ទុះ155មីលីម៉ែត្ររបស់យោធាថៃត្រូវបានដោះចេញនៅតំបន់ព្រះវិហារ
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់បានសម្រេចជោគជ័យនៅប្រតិបត្តិការបោះសម្អាតគ្រាប់កាំភ្លើងធំប្រភេទ155មីលីម៉ាត្រជាច្រើនគ្រាប់ដែលជាសំណល់បន្សល់ទុកពីការបាញ់ផ្លោងរបស់យោធាថៃមកលើទឹកដីកម្ពុជានៅតំបន់ភ្នំដងរែកយោងតាមការបញ្ជាក់ពីអាយដាមហេងរតនាអគ្គនាយកស៊ីម៉ាក់កាលពីថ្ងៃទី19ខែមករាឆ្នាំ2026គ្រាប់យុទ្ធភ័ណ្ឌទាំងនេះត្រូវបានរកឃើញរាយប៉ាយនៅតំបន់ស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារដែលជាចំណុចរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមកក្រុមបច្ចេកទេសស៊ីម៉ាក់រកឃើញគ្រាប់កាំភ្លើងធំដែលជាឃាតករលាក់មុខទាំងនេះខ្លះស្ថិតនៅលើផ្ទៃដីនិងខ្លះទៀតកប់យ៉ាងជ្រៅក្នុងដីដែលបង្កហានិភ័យខ្ពស់ដល់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអាយដាមហេងរតនាបានសង្កត់ធ្ងន់ថារាល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងឡាយទោះបីស្ថិតនៅទីតាំងណាក៏ដោយត្រូវតែស្វែងរកនិងកំទេចចោលជាបន្ទាន់ដើម្បីធានាសុវត្ថិភាពសាធារណៈទាំងស្រុងខណៈដែលស៊ីម៉ាក់បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតតំបន់ដែលរងការឈ្លានពានទាំងនេះដើម្បីផ្ដល់ដីសុវត្ថិភាពជូនសហគមន៍វិញពីខ្ញុំបាទពៅណាគ្រីសូមអរគុណសម្ដេចធិបតីហ៊ុនម៉ាណែតដាក់បញ្ជាម៉ឺងម៉ាត់ឲ្យបង្កើនសន្ទុះបោសសម្អាតការឆបោកតាមអនឡាញសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលរបស់គណៈកម្មាធិការចំពោះកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រឹកថ្ងៃពុធទី21ខែមករាឆ្នាំ2026នេះដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារនិងដាក់ចេញនៅទិសដៅយុទ្ធសាស្ត្រថ្មីសម្ដៅបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញឲ្យអស់ពីទឹកដីកម្ពុជាក្នុងជំនួបដ៏មានសារៈសំខាន់នេះសម្ដេចធិបតីបានសង្កត់ធ្ងន់លើការត្រួតពិនិត្យឡើងវិញនៅលទ្ធផលនៃការអនុវត្តការងារកន្លងមកនិងការដាក់ចេញនៅវិធានការក្តៅបន្ថែមទៀតដើម្បីកំទេចបណ្ដាលឧក្រិដ្ឋកម្មបច្ចេកវិទ្យាឲ្យបានដល់ឫសគល់រាជរដ្ឋាភិបាលបានកំណត់យកការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញជាអាទិភាពចម្បងក្នុងការការពារសន្តិសុខជាតិនិងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័នឲ្យកាន់តែមុតស្រួចនិងមានប្រសិទ្ធភាពខ្ពស់សម្ដេចនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍គន្លឹះសម្ដៅធ្វើទំនើបកម្មលើយន្តការតាមដាននិងបង្ក្រាបឲ្យទាន់សន្ទុះនៃបច្ចេកវិទ្យាព្រមទាំងជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជនដើម្បីបង្កើនការប្រុងប្រយ័ត្នពីខ្ញុំបាទពៅណាគ្រីសូមអរគុណ